ចំនួនប្រើ8 លីណាដល់វគ្គទី2ខ្ញុំទៅអស់អេកូមើលผมប្រើពីកំប៉ុងណាពីកំប៉ុងហើយវគ្គទី2ចុះដល់មកនេះ10លីទៅណាសល់10លីបាទសល់10លីអាយុខ្ញុំ73ឆ្នាំព្រោះលាវគឹមសេងការប្រើមុនមកខ្ញុំវាឈឺពីមុខឈឺគ្រោះត្រង់នោមគ្រោះមួយម៉ាត់មួយមុខហើយនឹងត្រង់នោមមួយមុខប៉ុន្តែឥឡូវខ្ញុំបានឆ្នាំពីគ្រូមកខ្ញុំហាក់ទៅគ្រោះមួយម៉ាត់នឹងក៏អាចជាអស់លីងហើយត្រង់នោមក៏អស់លីងដែរបាត់ជើងមកស្រួលមែនទេបាត់ជើងមកក៏ស្រួលកាពីក៏ស្រួលទាំងអស់ចុកចាក់វាហាយចុកណែនដល់ទ្រូងហ្នឹងហើយឈឺមកចង់ទៅហើមកផាត់ដៃទៀតហើយក៏ត្រង់នោមហាយនោមមកទៅចេញឥឡូវធូវូល្អស្អាតទាំងអស់បាត់ដេកបានណាដេកបានហើយដាក់ដឹងលក់ដាក់លក់កាពីហ្នឹងហូបបានហូបអីក៏បានឆ្អល់មកទេឆ្អល់ហើយធ្វើឡើងលើមកអាសិចកាពីហើយហើមហ្នឹងហើយមុនហើមជើងឡើងហើមតឹងមើលជើងព្រះអង្គនឹកឃើញស្រាប់ហើយនឹងហើមស្រក់អស់ហើយហ្នឹងហើយអូខ្ញុំជឿណាស់ 100% មែនតាតែសុំមកបងប្អូនជឿទៅអត់ខុសម្ដងទេរបស់ធម្មជាតិហ្នឹងហើយរបស់ធម្មជាតិអត់មានវិស័យជាមួយគ្រូនេះឯងមកចេះអីបានជឿមកបានដាក់គ្រប់បានជាដូចខ្ញុំត្រូវឆ្លងបានពី3លានយ៉ាងពី3តាមតែលឺរបស់កងថាអញត្រូវកាត់ប្រមាត់ចោលហើយរួចខ្លួនហើយអត់ដុកទ័រដែលគាត់មើលក៏គាត់ទទួលស្គាល់ថាអស្ចារ្យមែនសើហ្មងខ្លាំងមកគ្រូតែទៅលោកគ្រូទាំងដាក់មកកំប៉ុងទៀតបាត់ហើយដល់ពេលដាក់មកកំប៉ុងទៀតវាបាត់ដោយលោកគ្រូថាមែនចង់សួរអូនតិចយកបញ្ជាក់ឡើងវិញពីដើមដំបូងពីរោគសញ្ញាធ្វើទុកណាដែលកើតជំងឺអាគូតតែទៅខ្ញុំតាក់ទងពីទិញអសត់មិនដែរមុននឹងវាធ្វើទុកមិនដែររោគសញ្ញាសំខាន់ខ្លាំងមែនតើអូនចង់ជួយចែកដល់បងប្អូនបានដឹងតិចវាមុខសញ្ញាដែលខ្លាំងវាដំបូងឡើយយើងចុកឲ្យវាណែនទ្រូងមកជាហៀងចុកទៅហើមខាងណាខាងស្ដាំទៅក្រុមដោះបាទវាចុកឲ្យណែនទ្រូងមកជាហៀងថប់ទៅហើមហើយអញ្ចឹងទៅវាធ្វើរយៈកាលទេឬថាដល់សន្លប់ទៀតពេកបាទដល់សន្លប់ហើយនិយាយទៅអានេះវាជំងឺវាដូចជាបាទថ្ងៃណាឈឺបាទថ្ងៃណាវាឈឺវាចង់ឈឺវាឈឺទៅថ្ងៃណាវាមិនឈឺយើងដល់ធ្វើការមកស្រីពេលវាមិនដឹងជារអីបាត់ក៏ទៅពេទ្យគឺអីក៏មិនកើតទៅពេទ្យអញ្ចឹងទៅពេទ្យគេថាមានតែកាត់ចោលបាទគ្រោះក្នុងប្រមាថហើយសួរគេថាអាហ្នឹងយើងអាចមានថ្នាំលេបប្របាត់អីកើតទេគេថាគេមានលេបថ្នាំគេវារយៈពេល1ខែអត់ធូរស្បើយទេខំថយបាទអត់ធូរស្បើយក៏ទៅគ្រោះគេម្ដងទៀតគេថាគ្រាន់តែកាត់ចោលបាទកាត់ចោលឌិចចូលឌិចគិតថាបើលុយក៏គ្មានហើយកាត់ប្រមាថទៀតស៊ីអីក៏មិនកើតអញ្ចឹងក៏ដើមកាន់ទូរស័ព្ទឌិចមើលវាចុចមើលបាទចុចមើលវាចុះឡើងអូសចុះអូឡើងទៅមកជួបនឹងបាទទៀលដបងយៈហ្នឹងគាត់កំពុងតែឡាយតាមទូរស័ព្ទអញ្ចឹងណាពងនិយាយរឿងគ្រោះប្រោបាទនិយាយរឿងគ្រោះចំប្រោតែដល់ពេលគាត់និយាយហ្នឹងគ្រោះក្នុងតម្រងនោមទេក៏អត់និយាយគ្រោះក្នុងថង់ទឹកប្រមាត់ហ្នឹងទេបាទហើយក៏ចាប់លេខគាត់បានទៅក៏ទេទទួលគាត់គាត់ថាចូលលោកគ្រូទេឆ្នាំហ្នឹងតើលំលាយបានតែគ្រោះក្នុងតម្រងនោមឬក៏ដល់ក្នុងទឹកប្រមាត់លំលាយបានដែរគាត់ថាបានអញ្ចឹងខ្ញុំក៏សាកទិញមកដបមើលទេមកកំប៉ុងសាកទិញមកកំប៉ុងលោកគ្រូឲ្យហូបហ្នឹងមួយថ្ងៃម្ដង2គ្រាប់តែខ្ញុំឆ្នៃចុកបាទតែយើងចុកពេកខ្ញុំលេបមុនដំបូង2គ្រាប់ដូចគាត់ថា2ថ្ងៃក្រោយខ្ញុំលេបតែ1គ្រាប់រហូតឆ្នៃណាចាំឆ្នៃបាទព្រោះខ្លាចអស់លុយព្រោះហូបម្ដង2គ្រាប់វាឆាប់អស់បាទឆាប់អស់ដល់ពេលខ្ញុំលេបអស់មកកំប៉ុងអញ្ចឹងទៅយើងទៅអូសមើលរឿងថយបន្តិចតែលេខឈឺរោគណាលេខឈឺមែនលេខឈឺបាទដល់ពេលអញ្ចឹងទៅលោកគ្រូតាំងបើថយទេទៅលោកគ្រូតាំងដាក់មកកំប៉ុងទៀតបាត់ហើយដល់ពេលដាក់មកកំប៉ុងទៀតវាបាត់ដោយលោកគ្រូថាមែនសំខាន់នោមមកគាត់និយាយមែនដល់នោមដល់ទៅសុទ្ធតែខាប់ណាបាទនិយាយ
លោកគ្រូថានុំដាក់កថោខ្ញុំអត់នុំដាក់កថោទេខ្ញុំនុំដាក់ដប មានដាក់ដបយើងឆ្លាតយើងស្រួលដាក់ប៉ៅស្រួលតាមមើលវា វាស្រួលមើលចេះបាទដាក់កថោវាអាកថោតបសដែរ វានោះនេះច្រើនវាធំមនុស្សនេះច្រើន បាទដល់ពេលយើងដាក់ដបយើងមើលទៅមើលទឹកយើងអញ្ចឹងមកវាមានអាខាប់មួយកណាត់ បាទ ខ្លាមួយកណាត់ដូចអាយើងទឹកបាយដែលយើងជាប់រួចទុកឲ្យរងណា បាទ ដល់ពេលនេះពីកំប៉ុងហ្នឹងទៅថតមើលទៀតអូមើលទៀតក៏អស់ លែងមាន បាទលែងមាន រហូតដល់ថ្ងៃនេះរយៈពេលប្រហែលតាមដល់នេះរយៈពេលប្រហែលនេះគិត ចូល ជិត2ឆ្នាំហើយ ជិត2ឆ្នាំក៏ខ្វះមួយខែ2ខែទេមើល ដែរធ្វើការអង្អាចខ្ញុំដឹងលេខបើកអត្រាបើកអីចូលទៅការចូលស្រាមកតំងនិយាយទៅអ្នកចំការស្រុកនេះស្គាល់សារដែរជឿខ្លាំងដែរមានពេលណាមួយវាធ្វើទុកជួយចាប់អីចឹងអត់សម នេះជាសម្ដីពិតរបស់បងប្រុសដែលគាត់មានបញ្ហាខ្ពស់ពេញសួរបងមួយគ្រោះទំហំប្រហែលលីបង 12លី 12លីពុកម៉ែបងប្អូនគាត់មានគ្រោះ12លីហើយគាត់ហូបអស់ ពីកំប៉ុង អត់សតរបស់លោកគ្រូអស់តែ2កំប៉ុងហើយតែអេកូមើលមួយសាទៀតអស់លីអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតថាសម្រាប់គ្រោះរបស់លោកគ្រូសម្រាប់អសតរបស់លោកគ្រូមិនមែនរំលាយតែដុំគ្រោះក្នុងតំងនោមទេដុំគ្រោះក្នុងថង់ទឹកប្រមាណគឺវាអាចទៅរំលាយបានអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាគ្រោះមិនថាគ្រោះក្នុងប្រមាណឬក៏គ្រោះក្នុងតម្រងនោមនេះអាចសាកល្បងប្រើប្រាស់បាននិយាយថាមុននឹងហូបអាថ្នាំរបស់លោកគ្រូនេះទៅឈឺអីគេគ្រោះ ឈឺគ្រោះរងនោម ម៉ានលី 9 លី បាទ អាហ្នឹងយើងទៅអេកូមើលច្បាស់ហ្នឹងចេញពីលីអីច្បាស់ហ្នឹង អស់3ទៅ3ពេទ្យពេទ្យថាគ្រោះទាំង3 ពេទ្យបញ្ជាក់ថាគ្រោះទាំង3ពេទ្យ បាទ 9លីហើយមុនពេលហូបថ្នាំនេះវានៅក្នុងខ្លួនរបស់យើងធ្វើទុកមិន វាចុកឡើងត្រង់បានចុកឲ្យនោមមកចង់ចាញ់បាទនោមដូចនោមផ្ទាស់ ដើរទុករាល់ថ្ងៃឬមួយក៏មិន វាយូរម្ដង ម្ដងណោះ តែមួយថ្ងៃហ្នឹងកាលណាចុក 3-4 ដងក៏មាន ញ៉ាវល់តែចុកមិនបានធ្វើការអីទេ បាទ ហើយដល់ពេលហូបថ្នាំនេះទៅហូបមួយថ្ងៃបានយើងមានអារម្មណ៍ថាដូចរៀងគ្រាន់បើដូចធូរអីចឹងណា អស់ហើយកន្លះកំប៉ុង អស់កំប៉ុងណែ អស់ហើយកន្លះកំប៉ុងឃើញជ្រុះមកទូច អញ្ចឹងហ៎ បាទហើយអស់2កំប៉ុងឃើញជ្រុះមកប្រហែលក្របទៀតទៅអស់ទៅពេលថាសល់5លី អូអញ្ចឹងបានន័យថាមុននឹងហូបថ្នាំនេះ9លីណា បាទ ដល់ពេលហូបថ្នាំនេះអស់2កំប៉ុងទៅយើងទៅអេកូមើលមួយសាទៀតសល់5លី បាទ ហើយហូបថែមប្រហែលកំប៉ុងទៀតដែលយើងទៅអេកូមើលហើយពេទ្យថាអស់ អស់ហើយអស់2ទៀត2ទៀតឃើញជ្រុះមកឡើងប៉ុនហ្នឹង អញ្ចឹងហ៎ បាទ អញ្ចឹងបានន័យថា9លីហ្នឹងយើងហូបអស់4កំប៉ុង បាទ តែដល់ពេលហូបអស់4កំប៉ុងហើយយើងទៅថតមួយសាទៀតទេ អត់តបានទៅ អត់បានទៅទេណោះ បាទឡាយលបល តែឥឡូវអត់មានធ្វើទុកអត់មានអីទេត្រូវ អត់មានអីឥឡូវធម្មតា បាទចាំបានន័យថា4កំប៉ុងតែបើយើងគិតថាវាអាចនឹងអស់ណោះ បាទ នៅតែយើងទៅបញ្ជាក់ជាមួយនឹងពេទ្យទៀតទេចឹង បាទនៅទៅផ្សារទៀតព្រោះឥឡូវលបលអត់តបានទៅ អូខេអញ្ចឹងសម្រាប់អ្នកមានបញ្ហាគ្រោះថ្មងនោមមិនថាប្រមាណលីក៏ដោយឬក៏គ្រោះនៅកន្លែងណាក៏ដោយមិនថាគ្រោះក្នុងប្រមាត់មិនសំទោសមិនថាគ្រោះក្នុងថង់ទឹកប្រមាត់មិនថាគ្រោះក្នុងថ្លើមឬក៏នៅក្នុងថ្មងនោមទេអសតរបស់លោកគ្រូហុំសារ៉ិននេះប្រកែមែនតើអាចជួយបានឲ្យតែគ្រោះហើយពុកម៉ែបងប្អូនដែលធ្លាប់បានប្រើគាត់ដឹងហើយថាប្រសិទ្ធភាពគ្រោះរបស់លោកគ្រូមានប្រសិទ្ធភាពខ្លាំងកម្រិតណាអញ្ចឹងសម្រាប់អ្នកដែលអត់បានប្រើបានឃើញវីដេអូរបស់ខាងខ្ញុំហើយឬក៏វីដេអូរបស់លោកគ្រូហើយអាចតាក់ទងតាមលេខទូរស័ព្ទមានដែលមាននៅក្នុងវីដេអូដើម្បីសាកសួរព័ត៌មានបន្ថែមឬមួយក៏ឆាតចូលក្នុង page ខាងយើងខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតជូនអរគុណច្រើន